តបងយើងថ្ងៃនេះយើងមួយច្រកcâyដូងហ្នឹងយើងយកទៅតដើមស្វាយពូជល្អអានេះយើងយកទៅជាប់ជាមួយមេអានេះដើមដែលយើងធ្វើគឺយើងយកដើមដែលយើងបដោះហើយយើងយកមកច្រកថងដូចនេះដើម្បីយើងយកទៅថាបឬក៏យើងទៅជាប់ជាមួយនឹងដើមស្វាយពូជល្អស្វាយគឺយើងដកមកវាមានឫសវែងបែបនេះហើយយើងកាត់ចោលទៅយើងទុកតប្រហែលជាប៉ុណ្ណឹងទៅដើម្បីយើងយកទៅភ្ជាប់ជាមួយដើមទៅវាស្រួលយើងច្រកថងក៏ថងទួយល្មមច្រកបានហើយដល់ពេលដែលយើងធ្វើរួចហើយវាគឺចាប់ដើមដោះឬគឺដោះខាងនឹងដោះចេញមកវាហ្នឹងយើងចាប់ដើមដាក់ថងrồiហើយយើងទៅសាបនេះយើងចាប់ដើមដាក់ថងយើងក៏ដាក់មកស្កៃដូងយើងលាយទឹកល្មមយើងកុំទឹកច្រើនពេកឬក៏ទឹកតិចពេកrồiហើយយើងដុតស្វាយល្មមមកយើងចោលបានអញ្ចឹងហើយយើងចងមិត្តវាចិត្តដូចអញ្ចឹងអីអានេះយើងចងមកយើងចងចិត្តហើយតោះយើងទៅចាប់លើដើមតើយើងអស់គ្នានេះយើងមកថាបយើងឬក៏យើងមកភ្ជាប់ដើមអានេះដើមកូនដែលយើងបណ្ដោះហើយយើងច្រកថងយើងច្រកស្កៃដូងដាក់ទឹកល្មមហើយយើងច្រកបែបនេះហើយយើងយកមកភ្ជាប់អញ្ចឹងមុនយើងភ្ជាប់យើងកាត់ឲ្យល្មមមកយើងស្មានមកព្រោះហើយយើងចាត់យកប្រវែងហ្នឹងយើងយកវែងយើងចាត់រាងបង្អស់យកវែងដើម្បីសូកទៅមុខដែលតហ្នឹងវាជាប់វែងrồiហើយយើងសៀតអញ្ចឹងយើងធ្វើយ៉ាងម៉េចយើងចាត់ឲ្យស្អាតមកណាយើងចាត់សងខាងនេះគេហៅបំបៅមេឬក៏យើងជាប់មេលើដើមជាប់គាត់លើដើមយើងជាប់យកមេrồiហើយដើមនេះយើងស្មានមកយើងវះមកយើងចាត់យករាងវែងដែរណាចាត់យកអញ្ចឹងមកអានេះកំបាត់សំខាន់គឺមុនដំបូងគឺយើងធ្វើអញ្ចឹងហើយយើងរុំឲ្យណែនខ្លាំងកាន់តែខ្លាំងកាន់តែល្អយើងប្រើយើងប្រាប់ខ្ចប់នំឬខ្ចប់ផ្លែឈើកាយើងយកមករុំមកសំខាន់គឺយើងរុំយើងមើលធ្វើមិនយើងដាក់ទៅឲ្យស្មើស្អាតយើងរុំឲ្យណែនមកយើងរុំច្រើនជាន់យើងរុំធ្វើមិនឲ្យណែនដល់ពេលណែនទៅវាជាប់ស្អាតហើយការតចូលរបស់វាគឺល្អដូចគ្នាដែរយើងជាយាមរឹតឲ្យណែនបើថាយើងមានខ្សែយើងចងខ្សែឲ្យណែនរួចហើយយើងចាំរុំអានឹងទៀតក៏បានដែរដល់យើងធ្វើយើងរុំអានឹងតែម្ដងក៏បានប៉ុណ្ណឹងទៅបានហើយដល់ពេលដែលយើងយើងមើលដែរមេដែលយើងយើងកុំយកមេដែលធំពេកឬក៏វែងពេកយើងមើលមកល្មមមេដើមដែលយើងណានេះគាត់ដែលយើងយកមកយើងមើលមកល្មមអញ្ចឹងមករយៈពេលជាប់ក៏ខ្ទង់ប្រហែលជាខ្ទង់មួយខែអីជាប់គឺអត់យូរប្រហែលដែរទេអញ្ចឹងវីដេអូនេះដូចជាមានតែប៉ុណ្ណឹងទេយើងចាប់ដើមច្រើនយើងត្រៀម50ដើម50មេសម្រាប់យើងនេះពូជល្អ